ជំរាបសួរនាងខ្ញុំឡៅដានេពី Osby Migration and Education ថ្ងៃនេះខ្ញុំនឹងចែករំលែកព័ត៌មានអំពីការចូលសញ្ជាតិអូស្ត្រាលីសម្រាប់បងប្អូនដែលមានសញ្ជាតិនូវែលសេឡង់ហើយកំពុងតែរស់នៅលើទឹកដីអូស្ត្រាលីច្បាប់របស់ប្រទេសអូស្ត្រាលីមានការផ្លាស់ប្ដូរសម្រាប់ប្រជាជននូវែលសេឡង់ឲ្យទទួលបានសញ្ជាតិជាជនជាតិអូស្ត្រាលីដោយផ្ទាល់ដោយមិនចាំបាច់ដាក់ពាក្យស្នើសុំទិដ្ឋាការដើម្បីសុំសិទ្ធិរស់នៅជាអចិន្ត្រៃយ៍ដោយការពីមុនទៀតទេច្បាប់នេះនឹងអនុវត្តចាប់ពីថ្ងៃទី1ខែកក្កដាឆ្នាំ2023នេះមានន័យថាអ្នកនិងក្រុមគ្រួសាររបស់អ្នកនឹងក្លាយជាជនជាតិអូស្ត្រាលីចាប់ពីថ្ងៃទី1ខែកក្កដាឆ្នាំ2023ប៉ុន្តែអ្នកត្រូវតែរៀបចំឯកសារដើម្បីដាក់ពាក្យសុំសញ្ជាតិការរៀបចំឯកសារអាចមានភាពស្មុគស្មាញនិងចំណាយពេលវេលាច្រើនដូច្នេះដើម្បីកាត់បន្ថយកង្វល់ទាំងនេះ Osby Migration and Education អាចជួយអ្នកបានបើទោះបីជាច្បាប់មានការផ្លាស់ប្ដូរមានចំណុចសំខាន់មួយដែលអ្នកត្រូវចងចាំគឺអ្នកត្រូវតែមានគ្រប់លក្ខខណ្ឌកៈដែលអាចដាក់ពាក្យស្នើសុំបាននិងឆ្លងកាត់ការប្រឡងនិងសម្ភាសមុននឹងអាចទទួលបានសញ្ជាតិអូស្ត្រាលី Osby Migration and Education អាចពន្យល់បន្ថែមនិងធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីឲ្យបងប្អូនមានភាពងាយស្រួលនិងទំនុកចិត្តសូមតាក់ទងយើងខ្ញុំតាមព័ត៌មាននៅលើអេក្រង់នេះសូមអរគុណសូមជម្រាបលា